សួស្តីបងប្អូនទាំងអស់គ្នាចាសម្រាប់នៅក្នុងវីដេអូមួយនេះដែរគឺខ្ញុំនឹងចែករំលែកអំពីរបៀបបង្កើតទម្លាប់ភាពវិជ្ជមានរបស់យើងនឹងដោយផ្ដើមពីសកម្មភាពរបស់យើងជារៀងរាល់ថ្ងៃ tip មួយនេះដែរគឺយើងគ្រប់គ្នាគឺអាចធ្វើបានសូម្បីតែសិស្សនិស្សិតឬក៏អ្នកធ្វើការឬក៏សូម្បីតែបងមេផ្ទះដែលគាត់នៅផ្ទះថែរក្សាគ្រួសារអីក៏គាត់អាចអនុវត្តបានដែរមានរឿងមួយដែលមនុស្សជាច្រើនគាត់តែងតែគិតថាការផ្លាស់ប្ដូរអ្វីមួយហ្នឹងគឺត្រូវតែចាប់ផ្ដើមពីចំណុចធំប៉ុន្តែជាក់ស្ដែងការផ្លាស់ប្ដូរជីវិតឬក៏ផ្លាស់ប្ដូរអីក៏ដោយគឺមិនចាំបាច់ចាប់ផ្ដើមពីរឿងធំនោះទេផ្ទុយទៅវិញនឹងអាទម្លាប់តូចដែលយើងធ្វើជារៀងរាល់ថ្ងៃហ្នឹងគឺអាចក្លាយជាមូលដ្ឋាននៃភាពជោគជ័យរបស់យើងដូចគ្នាសម្រាប់អ្នកដែលថ្មីទៅតែចូលបានមើល channel នេះខ្ញុំសូមណែនាំខ្លួនបន្តិចខ្ញុំឈ្មោះ Darlin ហើយនៅក្នុង channel មួយនេះដែរគឺខ្ញុំចង់ចែករំលែកអំពីគំនិតវិជ្ជមាននិងវិធីអភិវឌ្ឍខ្លួនឯងដើម្បីជួយឲ្យពួកយើងទាំងអស់គ្នារួមទាំងខ្ញុំដែរគឺរស់នៅប្រកបដោយមានក្តីសង្ឃឹមហើយនឹងការរីកចម្រើនជារៀងរាល់ថ្ងៃពោរពេញដោយភាពវិជ្ជមានតោះអញ្ចឹងពួកយើងចាប់ផ្ដើមទាំងអស់គ្នាអូខេអញ្ចឹងសម្រាប់ជំហានទី1ក្នុងការបង្កើតនៅទម្លាប់វិជ្ជមានរបស់យើងដែលផ្ដើមពីសកម្មភាពជារៀងរាល់ថ្ងៃរបស់យើងហ្នឹងណាគឺចំណុចទី1ភ្ញាក់ព្រលឹមឡើងភ្លាមហ្នឹងគឺយើងត្រូវចាប់ផ្ដើមថ្ងៃថ្មីរបស់យើងហ្នឹងដោយមានគោលបំណងច្បាស់លាស់នេះបានន័យថាយើងអាចចំណាយពេលត្រឹមតែ2ទៅ3នាទីក្នុងមួយថ្ងៃហ្នឹងយើងត្រូវរៀបចំផែនការរបស់យើងមកថាថ្ងៃនេះយើងត្រូវធ្វើអ្វីថ្ងៃនេះយើងត្រូវសម្រេចនៅលើអ្វីមួយអញ្ចឹងសម្រាប់ការដែលយើងចាប់ផ្ដើមថ្ងៃរបស់យើងដោយមានគោលដៅច្បាស់លាស់ហើយយើងមានទិសដៅច្បាស់លាស់ហ្នឹងគឺយើងនឹងប្រើពេលវេលារបស់យើងហ្នឹងពោពេញទៅដោយប្រសិទ្ធភាពឧទាហរណ៍ថាយើងកំណត់ថាថ្ងៃហ្នឹងគឺយើងអានសៀវភៅឲ្យបាន20ទំព័រឬក៏ថ្ងៃនេះគឺខ្ញុំត្រូវតែហាត់ប្រាណឲ្យបាន15នាទីអញ្ចឹងវាជាគោលបំណងច្បាស់លាស់របស់យើងគ្រប់គ្នាហើយអញ្ចឹងវាធ្វើឲ្យយើងមានទឹកចិត្តវាអាចលើកទឹកចិត្តយើងក្នុងការឲ្យយើងបានសម្រេចនៅចុងថ្ងៃនីមួយហើយនៅពេលដែលយើងអាចសម្រេចបានរឿងតូចអញ្ចឹងគឺយើងមានអារម្មណ៍ខ្លួនឯងថាអូថ្ងៃនេះយើងអាចសម្រេចបាននីមួយអញ្ចឹងយើងអាចសប្បាយចិត្តបានហើយអញ្ចឹងហើយអានេះគឺជាទម្លាប់មួយដែលធ្វើឲ្យយើងនឹងមានភាពវិជ្ជមានជារៀងរាល់ថ្ងៃដែរអញ្ចឹងមួយថ្ងៃយើងអាចមានគោលដៅរបស់យើងហើយយើងសម្រេចបានគោលដៅរបស់យើងអញ្ចឹងគឺយើងអាចសប្បាយចិត្តបានក្នុងមួយថ្ងៃហ្នឹងហើយអញ្ចឹងសម្រាប់ចំណុចទី2ជំហានទី2គឺយើងអាចផ្ដើមជាមួយនឹងការធ្វើរឿងតូចជារៀងរាល់ថ្ងៃរបស់យើងអាចចាប់ផ្ដើមការងាររបស់យើងជារៀងរាល់ថ្ងៃគឺយើងភ្ញាក់ពីគេងត្រូវអត់អញ្ចឹងយើងអាចចាប់ផ្ដើមសកម្មភាពព្រលឹមឡើងគឺយើងអាចរៀបចំគ្រែយើងអាចញ៉ាំទឹកឲ្យបានគ្រប់គ្រាន់យើងអាចបន្តអានសៀវភៅ10នាទីអញ្ចឹងទៅយើងបង្កើតទម្លាប់បែបនេះជារៀងរាល់ថ្ងៃការបង្កើតទម្លាប់បែបនេះគឺវាពិបាកសម្រាប់ជំហានដំបូងអញ្ចឹងហើយតែទាមទារឲ្យយើងមានការខំប្រឹងប្រែងយើងអាចព្យាយាមបន្តិចម្ដងជារៀងរាល់ថ្ងៃអញ្ចឹងណាបន្ទាប់មកទៀតគឺចាប់ផ្ដើមជំហានទី3អញ្ចឹងសម្រាប់ជំហានទី3គឺយើងអាចអនុវត្តបានដោយការដឹងគុណជារៀងរាល់ថ្ងៃសម្រាប់ការដឹងគុណនេះគឺយើងមិនត្រូវផ្ដោតទៅលើបញ្ហាខ្លាំងពេកទេយើងអាចងាយមានអារម្មណ៍អស់សង្ឃឹមប៉ុន្តែនៅពេលដែលយើងគាត់ណាញ៉ាំមិនតិចអាហ្នឹងក៏ជារឿងល្អដែរគឺយើងត្រូវតែរៀនទទួលយកអ្វីដែលធ្វើឲ្យជីវិតរបស់យើងស្រស់ស្រាយជារៀងរាល់ថ្ងៃបែបនេះអញ្ចឹងនៅពេលដែលយើងមើលឃើញរឿងល្អច្រើនហ្នឹងគឺវាធ្វើឲ្យចិត្តរបស់យើងនឹងស្ងប់ហើយក៏រីករាយជាងមុនដែរឧទាហរណ៍ថានៅមុនពេលដែលចូលគេងហ្នឹងគឺយើងអាចគិតថាថ្ងៃនេះខ្ញុំដឹងគុណដែលខ្ញុំមានសុខភាពល្អខ្ញុំមានគ្រួសារដែលនៅក្បែរខ្ញុំជារៀងរាល់ថ្ងៃខ្ញុំអាចរៀនបានអ្វីមួយខ្ញុំអាចជួយអ្នកណាម្នាក់បានមួយឬក៏ខ្ញុំអាចជួយឲ្យខ្លួនឯងរីករាយអញ្ចឹងដែរអញ្ចឹងទម្លាប់នេះគឺធ្វើឲ្យយើងគេងលក់ស្រួលហើយភ្ញាក់ឡើងក៏យើងមានអារម្មណ៍ល្អហើយយើងការគិតរបស់យើងក៏វាល្អទៅតាមនឹងជំហានទី4គឺជាជំហានដែលសំខាន់បំផុតព្រោះថាវាគឺជាការជ្រើសរើសនៅបរិយាកាសដែលជំរុញការរីកចម្រើនរបស់ខ្លួនយើងអញ្ចឹងសម្រាប់ជំហានមួយនេះដែរគឺយើងត្រូវតែចេះសម្រេចចិត្តខ្លួនឯងក្នុងការជ្រើសរើសនៅជាមួយនរណាម្នាក់ជ្រើសរើសនៅមាតិកាណាមួយសម្រាប់ស្ដាប់ជ្រើសរើសនៅមេរៀនណាមួយសម្រាប់រៀនដូចគ្នានៅពេលដែលយើងនៅជាមួយនឹងបរិយាកាសល្អនឹងជួយឲ្យយើងនឹងរក្សាទម្លាប់ល្អឲ្យបានកាន់តែងាយស្រួលដូចគ្នាអ្នកទាំងអស់គ្នាដឹងអត់ថាមនុស្សដែលនៅជិតយើងមាតិកាដែលយើងមើលរាល់ថ្ងៃវាមានឥទ្ធិពលខ្លាំងមែនទែនលើការគិតនិងអាកប្បកិរិយារបស់យើងដូចគ្នាបើសិនជាយើងស្ថិតនៅក្នុងបរិយាកាសវិជ្ជមានណាយើងនឹងទទួលបាននូវការលើកទឹកចិត្តនិងមានថាមពលក្នុងការអភិវឌ្ឍខ្លួនដូចគ្នាឧទាហរណ៍ថាជំនួសឲ្យការចំណាយពេលជាច្រើនទៅមើលទៅលើព័ត៌មានអវិជ្ជមានឬក៏ការរិះគន់អ្នកដទៃស្ដាប់ podcast ណា
ដែលមិនល្អអីអញ្ចឹងយើងបង្វែរខ្លួនឯងឲ្យមកស្ដាប់នៅ podcast ណាដែលបំផុសនៅគំនិតអភិវឌ្ឍខ្លួនចូលរួមជាមួយមិត្តភ័ក្តិដែលមានគោលដៅច្បាស់លាស់ពិតជាអាចជួយឲ្យយើងមានទស្សនវិជ្ជមានបានកាន់តែច្រើនអញ្ចឹងពីមួយថ្ងៃនៅពេលដែលយើងបង្កើតអ្វីដែលមានភាពវិជ្ជមានច្រើនចូលក្នុងខ្លួនរបស់យើងគឺ automatically រាល់ថ្ងៃគឺការគិតរបស់យើងចាប់ផ្ដើមផ្លាស់ប្ដូរទៅជាល្អពីមួយថ្ងៃទៅមួយថ្ងៃអីឥឡូវហ្នឹងយើងមកដល់ជំហានទី5ហើយអញ្ចឹងសម្រាប់ជំហានទី5ហ្នឹងគឺយើងត្រូវតែចាប់ផ្ដើមពីឥឡូវទៅយើងមិនបាច់ចាំបាច់ថាយើងនឹងល្អហើយចាំយើងធ្វើទេគឺយើងត្រូវចាប់ផ្ដើមធ្វើកុំរងចាំដល់ថាយើងល្អអត់ខ្ចោះហើយតែបានចាប់ផ្ដើមធ្វើគឺយើងធ្វើបដាជារៀងរាល់ថ្ងៃគឺចាប់ផ្ដើមរីកចម្រើនហើយភាពជោគជ័យក៏កើតឡើងពីសកម្មភាពដដែលដោយភាពអត់ធ្មត់និងការបន្តដោយមិនបោះបង់ដូចគ្នាឧទាហរណ៍ងាយបើសិនជាគោលដៅរបស់យើងកំណត់គោលដៅថាហាត់ប្រាណឲ្យបាន30នាទីក្នុងមួយថ្ងៃប៉ុន្តែយើងមានពេលតែ10នាទីទេអញ្ចឹងយើងអត់ត្រូវហាត់ប្រាណទេត្រូវអត់ no គឺយើងនៅតែទៅហាត់ប្រាណដូចគ្នាយើងគោលដៅរបស់យើងគឺហាត់ប្រាណ30នាទីតែយើងមានពេល10នាទីហាត់ប្រាណក៏យើងហាត់តែ10នាទីនឹងទៅយើងមិនបាច់តើមានពេល30នាទីបើខ្ញុំហាត់បានអីគឺមិនបាច់ទេសំខាន់គឺយើងបានធ្វើនៅការងារទាំងអស់ហ្នឹងអញ្ចឹងការដែលបន្តធ្វើរាល់ថ្ងៃទម្លាប់ល្អហ្នឹងវានឹងកើតឡើងហើយលទ្ធផលធំហ្នឹងគឺប្រកាសជាមកតាមក្រោយហើយអូខេអញ្ចឹងសម្រាប់វីដេអូមួយនេះដែរគឺយើងទាំងអស់គ្នាបានស្គាល់ហើយនៅជំហានក្នុងការបង្កើតទម្លាប់វិជ្ជមានរបស់យើងដែលផ្ដើមពីសកម្មភាពប្រចាំថ្ងៃដែលយើងអាចយកទៅអនុវត្តបានភ្លាមតែម្ដងបើសិនជាបងប្អូនមានអ្វីដែលល្អចែករំលែកពីសកម្មភាពផ្សេងក៏អាចតម្លាក់នៅក្នុង comment ដែរគឺយើងអាចចែករំលែកគ្នាទៅវិញទៅមកហើយបើសិនជាបងប្អូនចង់ស្វែងយល់បន្ថែមអំពីទម្លាប់នៃការបង្កើតភាពវិជ្ជមានឬក៏ការអភិវឌ្ឍខ្លួនឯងទៅរកភាពវិជ្ជមានអីហ្នឹងគឺអាចចុចមើលវីដេអូរបស់នាងខ្ញុំផ្សេងទៀតនៅក្នុង channel របស់ខ្ញុំឬក៏អាច subscribe channel របស់នាងខ្ញុំទៅគឺនាងខ្ញុំនឹងផុសជារៀងរាល់អាទិត្យឲ្យតងជាមួយនឹងការបង្កើតភាពវិជ្ជមានរបស់យើងអញ្ចឹងយើងអាចចាប់ផ្ដើមភាពវិជ្ជមានជារៀងរាល់ថ្ងៃជាមួយគ្នាសូមអរគុណសម្រាប់ការទស្សនានៅវីដេអូនេះពីដើមដល់ចប់ហើយជួបគ្នានៅវីដេអូក្រោយអរគុណ